តម្លៃហាងឆេងមីអន្តរជាតិនឹងឡើងថ្លៃមកវិញនៅក្នុងសប្តាហ៍ថ្មីនេះតម្លៃមាននៅក្នុងសប្តាហ៍ថ្មីនេះមានសញ្ញាប្រែប្រួលខ្លាំងដោយសារទីផ្សារកំពុងស្ថិតនៅក្នុងដំណាក់កាលកែសម្រួលបន្ទាប់ពីការឡើងខ្លាំងខុសធម្មតាក្នុងខែមករានិងដើមខែកុម្ភៈតម្លៃមានបច្ចុប្បន្នស្ថិតនៅតម្លៃ4,900ទៅ4,966 ដុល្លារក្នុង1អោនបន្ទាប់ពីមានការកើនឡើងនិងធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះកាលពីដើមខែមានធ្លាប់ឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ5,600 ដុល្លារក្នុង1អោនដែលស្មើនឹង6,746 ដុល្លារក្នុងមួយតម្លឹងមុនពេលធ្លាក់ថ្លៃចុះយ៉ាងខ្លាំងដល់4,400 ដុល្លារក្នុង1អោនដែលស្មើនឹង5,301 ដុល្លារក្នុងមួយតម្លឹងក្នុងរយៈពេលខ្លីនៃវិភាគនិងការព្យាករណ៍ផ្សេងៗទៀតបង្ហាញទស្សនៈចម្រុះថានៃវិភាគមួយចំនួនបានយកឃើញថា gold price correction ឬការកែប្រែតម្លៃបានចប់ហើយជាមួយនឹងកម្រិតទាប4,655 ដុល្លារក្នុង1អោនកាលពីថ្ងៃសុក្រហើយមាននឹងអាចមានការកើនឡើងបន្ថែមទៀតទៅរកតម្លៃ5,000 ដុល្លារក្នុង1អោនឬខ្ពស់ជាងនេះអាចទៅរកតម្លៃ5,342 ដុល្លារក្នុង1អោនក្នុងមួយតម្លឹងមានតម្លៃ6,436 ដុល្លារអត្រាជំរុញនៅតែមានដូចជាភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយការទិញមាសពីធនាគារកណ្ដាលនិងការធ្លាក់ថ្លៃនៃប្រាក់ដុល្លារសហរដ្ឋអាមេរិកអ្នកវិភាគមួយចំនួនមានទស្សនៈថាការកែសម្រួលតម្លៃក៏ដូចជា gold price correction នៅតែបន្តតម្លៃហាងឆេងមាសអាចបន្តធ្លាក់ថ្លៃដល់តម្លៃទាប4,625 ដុល្លារក្នុង1អោនក្នុងមួយតម្លឹងមានតម្លៃ5,572 ដុល្លារឬទាបជាងនេះបើមានការលក់ចេញបន្ថែមទៀតនៅក្នុងសប្តាហ៍នេះតម្លៃមាសអាចមានការប្រែប្រួលចន្លោះតម្លៃ4,140ទៅ5,150 ដុល្លារក្នុង1អោនដោយតម្លៃមាសអាចនឹងមានការកើនឡើងថ្លៃបន្តិចបន្តួចអាស្រ័យទៅលើទិន្នន័យសេដ្ឋកិច្ចសហរដ្ឋអាមេរិកដូចជាអត្រាការប្រាក់ Federal Reserve និងព័ត៌មានភូមិសាស្ត្រនយោបាយយោងទៅតាមព័ត៌មានបច្ចុប្បន្នបង្ហាញអំពីភាពសុទិដ្ឋិនិយមទៅលើតម្លៃមាសអាចនឹងមានការកើនឡើងខ្លាំងជាបន្តបន្ទាប់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះបានដាក់ពន្ធ 25% ទៅលើប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសអារ៉ង់រួមកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងប្រទេសអារ៉ង់បង្ហាញសញ្ញាអវិជ្ជមានជាទូទៅនៅពេលដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ដូចជាបញ្ហាពន្ធគយកើតមានឡើងតម្លៃមាសតែងតែមានឱកាសក្នុងការកើនឡើងថ្លៃសរុបសេចក្តីមកតម្លៃមាសនៅក្នុងសប្តាហ៍នេះទំនងជាមានការប្រែប្រួលខ្លាំងជាមួយសក្តានុពលនៃការកើនឡើងថ្លៃវិញនៅក្នុងឆ្នាំ2026ទាំងមូលអ្នកជំនាញភាគច្រើននៅតែមើលឃើញថាទិដ្ឋភាពវិជ្ជមានជាមួយនឹងការព្យាករណ៍ជាមធ្យមរហូតទៅដល់6,000 ដុល្លារក្នុង1អោនស្មើនឹង7,228 ដុល្លារក្នុងមួយតម្លឹងនៅតែអាចកើតមានឡើងចំពោះតម្លៃមាសឱកាសទិញមាសក៏ដូចជាកក់ហាងឆេងអន្តរជាតិតាមរយៈប្រព័ន្ធធនាគារសម្រាប់លោកស្រីដែលកំពុងតែមានចំណាប់អារម្មណ៍ក្នុងការចេះពីរបៀបទិញនិងលក់តម្លៃហាងឆេងមាសតាមរយៈប្រព័ន្ធធនាគារ23ម៉ោងក្នុងមួយថ្ងៃជាពិសេសយើងបើកគណនីជូនលោកស្រីដែលឥតគិតថ្លៃឲ្យលោកស្រីអាចធ្វើការទំនាក់ទំនងនឹងខ្ញុំសារ៉ាសាន់ដេតាមទូរស័ព្ទនៅខាងលើដើម្បីទទួលបានការបង្រៀនក៏ដូចជាការប្រឹក្សាយោបល់ដែលឥតគិតថ្លៃ